អ្នកដែលមានសញ្ញាខ្វៃលើបាតដៃដែលមានលក្ខណៈបែបនេះជាមនុស្សដែលមានយានទី6ខ្លាំងមានធម៌ពលពិសេសនៅក្នុងខ្លួនអាចដឹងហេតុការណ៍មុនមានអារម្មណ៍ដឹងមុននិងដឹងចិត្តមើលចិត្តធ្លុះមនុស្សជុំវិញខ្លួនភាគច្រើនពួកគេរមែងតែងចូលចិត្តរឿងអាថ៌កំបាំងឬតាក់ទងនឹងចិត្តវិទ្យាមានការចាប់អារម្មណ៍ខ្លាំងចូលចិត្តសិក្សាស្វែងយល់ស្រាវជ្រាវនិងស្វែងយល់ពីអាកប្បកិរិយាមនុស្សរួមទាំងហោរាសាស្ត្រនិងការអភិវឌ្ឍផ្លូវចិត្តពួកគេច្រើនតែជាមនុស្សដែលមានសំណាងមានការការពារឬរួចផុតពីគ្រោះថ្នាក់ឬឧបសគ្គធំៗប្រៀបដូចជាភាពចៃដន្យតែមិនមែនចៃដន្យយោងទៅតាមការសង្កេតចំណាំពីបុរាណកាលអ្នកដែលមានសញ្ញាខ្វែងលើបាតដៃមានចំនួនតិចតួចណាស់អាចនិយាយបានថាជាមនុស្សកម្រពួកគេមានសមត្ថភាពនិងមានឥទ្ធិពលលើសពីមនុស្សសាមញ្ញមើលទៅធម្មតាតែមិនធម្មតាមានលក្ខណៈរឹងមាំមានឥទ្ធិពលមានភាពជាអ្នកដឹកនាំពីកំណើតពួកគេក៏ជាមនុស្សដែលមានខួរក្បាលរហ័សរវាងរវៃមិនងាយចុះចាញ់នឹងឧបសគ្គមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាបានភ្លាមៗនិងអាចបង្កើតសមិទ្ធផលធំៗបានក្នុងជីវិតដោយសមត្ថភាពខ្លួនឯង